ត្រីដាណានិងពូម៉ៅផុសឌឺដងដាក់គ្នាបន្ទាប់ពីពូម៉ៅបានរៀបការប្រពន្ធថ្មីរួចថ្មីនេះកំពុងមានការផ្ទុះជាខ្លាំងក្នុងបណ្ដាញសង្គមរឿងពូម៉ៅរៀបការប្រពន្ធថ្មីនិងមានការផុសឌឺដងគ្នាវាងលោកស្រីត្រីដាណានិងពូម៉ៅដោយពូម៉ៅបានផុសក្នុងគណនី Facebook ឈ្មោះហៀងរិទ្ធីដោយមានខ្លឹមសារថាមាសប្រាក់លុយកាក់រាប់លានមិនស្មេអីមានអូនចេះឲ្យតម្លៃប្តីចេះគោរពស្រឡាញ់បងប្អូនញាតិមិត្តបងប្អូនពូមីងសសៃអូនគ្រប់គ្នា6 ម៉ោងក្រោយមកលោកស្រីត្រីដាណាក៏បានផុសផ្ញើទៅពូម៉ៅដោយមានខ្លឹមសារថាថ្ងៃដែលខ្ញុំចង់ឃើញបំផុតគឺពូម៉ៅបានប្រពន្ធលួបានឃើញហើយចូលរួមអបអរសាទរពូហើយសូមឲ្យពូស្រឡាញ់គ្នាដល់ចាស់កោងខ្នងហើយកុំធ្វើបាបគេកុំស្ដាប់សម្ដីអ្នកដទៃក្រៅពីម្ដីប្រពន្ធពូអីណាហើយត្រូវចេះស្រឡាញ់កូនគេឲ្យដូចកូនខ្លួនឯងណាពូខ្ញុំសង្ឃឹមថាពូនឹងកែខ្លួនសម្រាប់អនាគតថ្មីរបស់ពូហេងពូបន្ទាប់មកមានអ្នកលេងបណ្ដាញសង្គមជាច្រើនចូលទៅខមមិនបញ្ចេញមតិក្រោមការផុសរបស់អ្នកស្រីត្រីដាណាដូចជាឆ្ងល់ដែរគាត់ផុសជូនពូសោះចូលចិត្តតែការរឿងតូចឲ្យទៅធំបែកបានមិនមែនធ្វើជាមិត្តមិនបានណាអ្នកឲ្យគេមិនអីទេអីតែអ្នកខមិននឹងតាសូមរក្សាក្តីសុខរៀងខ្លួនទៅចង់គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹងហេគ្មានអ្នកណាល្អជាងក្រុមគ្រួសារយើងទេហើយក៏គ្មានអ្នកណាជោគជ័យគ្រប់ពេលដែរគិតទៅជំទាវម្នាក់នេះគេលើសមួយម៉ាត់មិនបានមានទ្រព្យតែគ្មានក្តីសុខមានតែភ្លើងនៅក្នុងចិត្តខ្ញុំគិតថាផុសព្រៃភាសាបែបនឹងគិតឲ្យជ្រៅទៅគឺភាសារដូវវិញមិនមែនជាភាសាជូនពរទេអធិស្ឋានចំពោះក្រោមការផុសរបស់ពូម៉ៅមានអ្នកលេងបណ្ដាញសង្គមចូលមកខមមិនបែបនេះថាដំបងផ្អែមឆ្ងាញ់អ្វីក៏ល្អកុំអាលសរសើរតែចាំមើលយូរឆ្នាំតិចសិនអូនធ្វើអ្វីក៏ខុសសូមជូនពរស្រឡាញ់គ្នាចាស់រៀងខ្លួនត្រឹមត្រូវបងមិនប្រកាសថាមានវិឡាមានក្តីសុខនោះទេហើយក៏មិនប្រកាសថារស់នៅក្នុងខ្ទមស្រែមិនមានក្តីសុខនោះដែរក្តីសុខខ្លួនឯងជាអ្នកបងភេទដោយខ្លួនឯងកុំរស់នៅក្នុងសម្ពាធនាំឲ្យជីវិតអាប់អូរមនុស្សប្រុសស្រឡាញ់និងចូលចិត្តនៅជាមួយមនុស្សស្រីដែលគោរពអោនលំទោនដាក់គាត់លើកគាត់ដាក់លើហឹងឲ្យតម្លៃគាត់ជ្រើសរើសនៅជាមួយមនុស្សស្រីដែលងាយនឹងស្ដាប់បង្គាប់គាត់ធ្វើតាមគាត់ស្រួលរស់នៅជាមួយទទួលយកភាពជាមាសទឹកដប់របស់គាត់ហើយគាត់នឹងចាកចេញពីមនុស្សស្រីដែលឯករាជ្យពីព្រោះមនុស្សស្រីឯករាជ្យនាងមានម្ចាស់ការលើខ្លួនឯងចេះរើបំរាស់ចេះប្រតិកម្មជាមួយរឿងមិនត្រឹមត្រូវពិបាកនៅជាមួយនាងមិនអនុញ្ញាតឲ្យមនុស្សប្រុសធ្វើអ្វីមិនគប្បីតាមតែអំពើចិត្តនោះទេនាងនឹងចាត់ចេញភ្លាម